Cha sư đây chị xua tụi mình đọc nghe cảm Happy New Year, Happy New Year 2020 everyone. Cha ngày nay cứ ban chút cho môi nâng đai cứ chim cam bọc của dư nâng hàng pi xãរដ្ឋអាមេរិក Canada New Zealand ចាស់មកពីផ្ទះផ្សេងគ្នាអញ្ចឹងសម្រាប់បងដែលកំពុងតាមដានមើលវីដេអូ live របស់យើងឬក៏មើល replay ចាស់ជួយ comment ខាងក្រោមមកតែអ្នកនាងកំពុងមើលពីប្រទេសណាដែរចាស់ហើយរីករាយឆ្នាំថ្មីហើយថ្ងៃនេះគឺខ្ញុំនាំយកនៅប្រធានបទថ្មីដែលតេតទៅជាមួយនឹងការចាប់ផ្ដើមអាជីវកម្ម digital ឆ្នាំ2026ចាស់មិនពិបាកសាំញ៉ាំដូចអ្នកនរគ្នាគិតទេចាស់សម្រាប់បងដែលជួបខ្ញុំលើកទី1ខ្ញុំចិន្តានៅខាងកាណាដាខ្ញុំបានមកនៅនេះរយៈពេល16ឆ្នាំហើយតោះឥឡូវឲ្យបងស៊ូដាលីនជួយណែនាំខ្លួនតិចមកចាជម្រាបសួរបងចាខ្ញុំឈ្មោះស៊ូដាលីនខ្ញុំនៅទីក្រុងអាបាតាប្រទេសកាណាដាក្រុងអេដម៉ង់តុនអេដម៉ង់តុនអាបាតាប្រទេសកាណាដាចារីករាយបានស្គាល់បងចារីករាយដូចគ្នាបងសុភ័ណ្ឌចាជំរាបសួរបងប្អូនទាំងគ្នានាងខ្ញុំឈ្មោះសុភ័ណ្ឌនេះមកពីប្រទេសញូហ្សេឡង់នៅតំបន់រុសរ៉ូរយៈពេល8ឆ្នាំហើយបងប្អូនហើយនាងខ្ញុំជាម្ដាយកូនពីរដែរមិនជាមកកូនបង្កើតជាកូនចិញ្ចឹមចាហើយបងក៏ជាម្ចាស់អាជីវកម្ម digital ដែលមកពីខាង New Zealand តោះស៊ីសលីណាចាជម្រាបសួរទាំងអស់គ្នាចាលើកទី1ដែលបានជួបបងចា Happy New Year ទាំងអស់គ្នាចាខ្ញុំឈ្មោះលីណាមកពីសហរដ្ឋអាមេរិករដ្ឋអូហាយ៉ូហើយពីដើមគឺខ្ញុំធ្វើជាម្ចាស់ហាង nail salon ហើយក៏ខ្ញុំបាន convert ទៅជា full time digital business ចាអស់រយៈពេល75ឆ្នាំចាអរគុណហើយជូនបងសាវឿនបន្តទៀតបងចាជម្រាបសួរខ្ញុំឈ្មោះសាវឿន Bolger ចាខ្ញុំមកពីរដ្ឋ Colorado សហរដ្ឋអាមេរិកហើយខ្ញុំរស់នៅសហរដ្ឋអាមេរិកនេះជាង40ឆ្នាំហើយចាហើយសប្តាហ៍ថ្ងៃនេះខ្ញុំក៏ជាថ្មីថ្មោង become a new business owner also ចាសូមនិយាយចាចូលទៅផ្សេងអរគុណជំរាបសួរម្ដងទៀតខ្ញុំវិសាលពីក្រុង Calgary Alberta កាណាដាហើយខ្ញុំមករស់នៅកាណាដា17ឆ្នាំហើយក៏ធ្លាប់ធ្វើការងារប៉ុន្តែប្រហែលខែកន្លងមកនេះក៏បានឃើញbusiness នេះក៏សម្រេចចិត្តចូលរួមហើយសប្បាយចិត្តដែលបានជួបស្គាល់អ្នកទាំងអស់គ្នាមកពីទីកន្លែងផ្សេងសង្ឃឹមថាយើងនឹងរួមគ្នាដំណើរទៅមុខទៀតហើយនឹងចែកចាយនឹងជួយកែតម្រង់គ្នានៅក្នុងបទពិសោធន៍អ្វីដែលយើងបានធ្វើហើយអ្នកដែលរៀនពីមុនមកក៏រីករាយរងចាំទទួលនៅការកែលម្អអរគុណច្រើនចាចឹងយើងចូលដល់ប្រធានបទរបស់ពួកយើងថ្ងៃនេះគឺយើងនិយាយអំពីការចាប់ផ្ដើមអាជីវកម្ម digital ហ្នឹងតើវាមានលក្ខណៈយ៉ាងណាចាសម្រាប់ការចាប់ផ្ដើមអាជីវកម្មនេះគឺយើងត្រូវការតែ3 step ទេអត់សាំញ៉ាំដូចអ្នកគាត់និយាយថាបើអាជីវកម្មបើ traditional ទេគឺយើងត្រូវការតែមើល free webinar ហើយបន្តទៀតអ្នកនរគ្នាមើលវីដេអូ pre coaching និង book coaching ជាមួយ coach ហើយធ្វើការសម្រេចចិត្តតើយើងចាប់ផ្ដើមឬក៏យើងប្រឡែងឱកាសនេះឲ្យដូចពីមុនទៀតចាអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ពេលខ្ញុំចូលមកធ្វើអាជីវកម្មនេះគឺខ្ញុំមិនដែលមានបទពិសោធន៍ឬក៏ជំនាញទេខ្ញុំនៅធ្វើការ full time កន្លែងមើលថែចាស់ជរាប៉ុន្តែដោយសារចិត្តមួយគឺចង់មានពេលនៅជាមួយកូនជាពិសេសថ្ងៃចុងសប្តាហ៍ព្រោះពីមុនសូម្បីតែចុងសប្តាហ៍ក៏ត្រូវទៅធ្វើការដែរខ្លាចរឿងអនឡាញឲ្យទៅឮថាអនឡាញគឺយើងចាមិនថាអ្នកនរគ្នាគឺខ្ញុំទេគឺសិតតែគិតថាអូ scam ប៉ុន្តែមិនមែនសិតតែអាជីវកម្មទាំងអស់អនឡាញសិតតែ scam ទេអាជីវកម្ម digital នេះគឺស្របច្បាប់បង់ពន្ធឲ្យរដ្ឋត្រឹមត្រូវហើយយើងអាចចូលមកធ្វើបានដោយមិនទាមទារបទពិសោធន៍ជាក់ស្ដែងដូចខ្ញុំចាអង់គ្លេស big buck ហើយអត់មានតែ confidence ក្នុងការមក go live មកនិយាយឬក៏ផុសរូបខ្លួនឯងផងប៉ុន្តែ business នេះបាន build យើងឲ្យខ្លាយទៅជាមនុស្សអ្នកដែលមាន confidence ពួកយើង share អ្វីដែលស្របច្បាប់អ្វីដែលពិតប្រាកដចុះបងសុភ័ណ្ឌវិញពេលបងចូលមកធ្វើ business នឹងតើបងខ្លាចឬក៏យ៉ាងម៉េចខ្លះបងចាបងសម្រាប់ខ្ញុំវិញខ្ញុំគិតថាពីដំបូងឡើយខ្ញុំគិតថាខ្ញុំខ្លាចដែរដោយសារទី1ខាងខ្ញុំអត់ចេះខាងកុំព្យូទ័រខាងអ៊ីនធឺណិតហ្នឹងហើយឬមួយក៏ social media ទេហើយជាពិសេសខ្លាចថា
បើសិនខ្ញុំធ្វើប្រហែលជាមិនមុខជំនាញរបស់យើងប្រហែលជាទៅរួចមិនរួចទេណាប៉ុន្តែព្យាយាមបើកឱកាសខ្លួនឯងហើយទីមួយទៀតគឺថាបើសិនជាខ្ញុំឥឡូវនេះខ្ញុំមានបញ្ហាសុខភាពដៃខ្ញុំអត់ធ្វើការរយៈពេល4ឆ្នាំហើយអញ្ចឹងខ្ញុំគិតថាខ្ញុំចង់បង្កើតអាជីវកម្មចង់រកអាជីវកម្មមួយដែលខ្លួនឯងតើខ្លួនហើយនេះជាក្តីសម័យដែលចង់រកស៊ីអនឡាញយូរមកហើយក៏ខ្ញុំចាប់ផ្ដើម follow មិត្តភ័ក្តិម្នាក់គាត់ខ្មែរដែរណាហើយគាត់ទៅប្រាប់ខ្ញុំផាយជាមួយអាទិត្យឯងខាងអញ្ចឹងអ្នកឯងរកសិនទៅចាំមើលថាលទ្ធផលវាមិនចាំខ្ញុំទៅតាមក្រោយណាប៉ុន្តែ3ថ្ងៃក្រោយមកខ្ញុំក៏សម្រេចចិត្តថាខ្ញុំអត់បានតាមដានមើលច្បាស់លាស់ហ្នឹងប៉ុន្តែគាត់ថាព័ត៌មានហ្នឹងខ្ញុំលើពីគាត់ថាល្អអីអញ្ចឹងហើយនឹងមិន scam អីអញ្ចឹងខ្ញុំសម្រេចចិត្តថាមើលតែប្រហែលជាមួយថ្ងៃចុះក៏ខ្ញុំសម្រេចចិត្តថាចុះឈ្មោះចុះអីទៅចុះឈ្មោះទៅក៏ខ្ញុំបុកខូចជាងអីជាមួយបងចំណាហើយខ្ញុំគាត់ថាគ្មានអីដែលថាយើងធ្វើមិនបានទេសំខាន់ឲ្យយើងព្យាយាមហើយនឹងរៀនព្រោះខ្ញុំគិតថាពាក្យថារៀនវាអត់ចេះហួសពេលអញ្ចឹងណាខ្ញុំចាប់ផ្ដើមចាប់យកតែម្ដងខ្ញុំគិតថាបើសិនខ្ញុំបានអាជីវកម្មនេះមួយធ្វើរីកចម្រើនខ្លួនឯងហើយនឹងបានប្រាក់ចំណូលបន្ថែមពីដំបូងចង់បានប្រាក់ចំណូលបន្ថែមព្រោះខ្ញុំមានក្រុមគ្រួសារទៅគ្រប់គ្រងច្រើនហើយនឹងប្រហែលជាថ្មីនេះមានក្មួយមកនៅជាមួយអញ្ចឹងណាហើយក៏សម្រេចចិត្តថាត្រូវទៅទោះជាពិបាកមិនក៏ត្រូវទៅដែរត្រូវទៅផ្ដល់ឱកាសខ្លួនឯងទោះជាប្រើពេលវេលាយូរប៉ុណ្ណាក៏ដោយនេះហើយដែលធ្វើនាងខ្ញុំរាល់ថ្ងៃនេះมันបានទាំងថាប្រាក់ចំណូលបានទាំងជីវកម្មផ្ទាល់ខ្លួនបានទាំងចំណេះដឹងហើយនឹងធ្វើផ្លូវចិត្តយើងរីកចម្រើននិងសប្បាយចិត្តមែនទែនបានស្គាល់បងប្អូនទាំងអស់គ្នាគ្រប់ប្រទេសទាំងអស់ហើយធ្វើនេះខ្ញុំlaptop ពីមុនអត់ដែរចេះប្រើតែម្ដងប៉ុន្តែធ្វើខ្ញុំចេះបើឱកាសខ្លួនឯងខ្ញុំរៀនអ្វីដែលថ្មីជាពិសេស laptop តែម្ដងអត់ចេះប្រើទេឥឡូវហ្នឹងខ្ញុំរៀនបានចេះក៏បានហើយការនិយាយខ្លីមកខ្ញុំគឺអត់សូវខ្វះក្បាយហើយបានហើយបងបាយដូចតែគ្នាបងធម្មតាគាត់ជើងចាស់ហើយតាគាត់ដូចថាឃើញថាការផ្លាស់ប្ដូររបស់គាត់យ៉ាងម៉េចខ្លះនិយាយរួមទៅធម្មតាតែគ្នា business ហ្នឹងគឺអ្នកដែលចូលមកគឺសិតតែអត់មាន skill មិនថាបងផ្សេងនៅក្នុង screen ហ្នឹងទេមិនថាខ្ញុំទេខ្ញុំពីដើមក៏កុំព្យូទ័រខ្ញុំចេះមិនមែនថាខ្ញុំអត់ចេះទេគាត់ថាមិនមែនថា professional កុំព្យូទ័រគឺអត់ទេគ្រាន់ basic កុំព្យូទ័រអញ្ចឹងណាពួកយើងធ្វើការជាដូចខ្ញុំអញ្ចឹងជាម្ចាស់ nail salon ពួកយើងធ្វើការ book keeping អីចឹងណា report book keeping អីចឹងអាហ្នឹងខ្ញុំចេះប៉ុន្តែសំខាន់បំផុតខ្ញុំសម្រាប់ចិត្តធ្វើ business ហ្នឹងណាដោយសារអីដោយសារពេលវេលាដែលយើង manage business ហ្នឹងយើងអត់ចាំបាច់នៅមុខកុំព្យូទ័រឬក៏ទូរស័ព្ទ24ម៉ោងអីទេព្រោះយើងមាន system រ៉ានឲ្យយើងណាដល់ពេលយើងទៅអាហ្នឹងហើយមានភាពងាយស្រួលអាហ្នឹងទី1ទី2គឺ support គឺមិនមែនថាយើងចូលមកតែតម្នាក់ឯងទេយើងមាន mentor យើងមាន coach ជួយយើងដឹកដៃយើងទៅមុខហើយទី3ទៅទៀតហ្នឹងគឺយើងមាន ongoing training បានន័យថាយើងរវល់ធ្វើអីក៏ដោយគឺយើងគឺគេមាន replay ដើម្បីឲ្យយើងរៀនចូលទៅរៀនទៅតាមពេលវេលាដែលយើងមានហើយសំខាន់បំផុតគឺ2ចំណុចទៀតគឺយើង enjoy life អញ្ចឹងបានន័យថាយើងធ្វើ business ហ្នឹងគឺយើងអត់មាន stress ទេគឺយើងមានពេលវេលាច្រើនយើងអាចធ្វើស្អីផ្សេងទៅតាមធម្មតាទេព្រោះម្នាក់សិតតែរវល់ហើយរវល់ការងាររវល់ business រៀងខ្លួនហើយរវល់អីផ្សេងទៀតអញ្ចឹងយើងអត់ចាំបាច់មានគេថាចងជើងដើម្បីធ្វើ business ហ្នឹងទៅគឺវា flexible អញ្ចឹងណាបងដល់ពេលអញ្ចឹងទៅហើយអ្វីសំខាន់បំផុតនោះគឺយើងរៀនតាក់ទងទៅនឹង social media យើងរៀនបានច្រើនកាលពីដើមដូចខ្ញុំអញ្ចឹងខ្ញុំអត់ចូលចិត្តលេង Facebook ទេព្រោះខ្ញុំគិតថា Facebook វាមិនល្អអញ្ចឹងណាដល់ពេលយើងធ្វើ business នេះគឺយើងដឹងពី technique យើងប្រើ Facebook របៀបម៉េចដើម្បីការពារ account យើងធ្វើម៉េចដើម្បីឲ្យដឹងថា account គេ fake គឺយើងរៀនពី social media ទាំងអស់មិនថា Facebook ទេបងគឺគ្រប់ social media អញ្ចឹងហើយបានយើងដឹងយើងរៀនបាន tech skill ក៏ច្រើនយើង build mindset confidence យើងតាំងពីដូចខ្ញុំអញ្ចឹង
ខ្ញុំអត់ចូលចិត្ត go live ដោយសារខ្ញុំអៀនច្រើនខ្ញុំអត់ចេះនិយាយចាដល់ពេលឥឡូវគឺមិនមែនថា pro ទេគ្រាន់តែថាខ្ញុំអាចនិយាយបានអញ្ចឹងណាបងអញ្ចឹងមកថាគេ build confidence យើងពីមនុស្សដែល shy ទៅជាមនុស្សដែលមាន confidence ក្នុងការនិយាយចាម្ល៉េះហើយទៅខ្ញុំចូលចិត្ត business ហ្នឹងហើយខ្ញុំចង់ឲ្យបងប្អូនទៅទៀតឲ្យគាត់មើល live យើងក្តីគាត់មើល replay ក្តីគាត់អាចសួរព័ត៌មានចាព័ត៌មានហ្នឹងគឺ free ទេសួរព័ត៌មានសិក្សាបន្ថែមយល់ដឹងពី business យើងទៅហើយយើងមាន step យើងដើម្បី follow អញ្ចឹងពួកយើងទាំងអស់គ្នាហ្នឹងអត់ chasing បងប្អូនទេហើយអត់មានតែថា cold calling message បងប្អូនគឺអត់ទេបងប្អូនមានចម្ងល់ពី business ហ្នឹងបងប្អូនអាច message មកសួរពួកខ្ញុំទាំងអស់គ្នាហ្នឹងឆ្លើយមួយណាសួរមួយហ្នឹងបងប្អូនអត់មានកំណាញ់ទេចាសួរទៅពួកយើងនឹងផ្ដល់ព័ត៌មានឲ្យបងប្អូនសិក្សាបន្ថែមហើយយើងមាន step ដើម្បីឲ្យបងប្អូន follow នៅក្នុង free webinar ហ្នឹងបងប្អូនអញ្ចឹងគេមាន step គេដើម្បីឲ្យបងប្អូន follow អញ្ចឹងអាហ្នឹងគឺជាបញ្ហាមួយដែលបងប្អូនអាចយកទៅគិតបានព្រោះពួកយើងជា legit business អញ្ចឹងយើងអត់ចេះទៅបោកប្រាស់ទេអូខេព្រោះយើងការងារយើងគឺយើងផ្ដល់ព័ត៌មានឲ្យបងប្អូនហើយបើសិនជាបងប្អូនមានការចំណាប់អារម្មណ៍បងប្អូនសួរព័ត៌មានបន្ថែមទៀតទៅហើយពួកខ្ញុំរីករាយនឹងផ្ដល់ the next step ដើម្បីឲ្យបងប្អូនអាចធ្វើ business នឹងដូចពួកខ្ញុំដែរចាឲ្យមានទំនុកទុកចិត្តចាអរគុណច្រើនសេចាចុះបងសាវឿនបងជួយ share ពី journey របស់បងការចាប់ផ្ដើមអាជីវកម្មបងចាមុនពេលដែលខ្ញុំចាប់ផ្ដើមអាជីវកម្មអនឡាញនេះតាមពិតខ្ញុំក៏ជាម្ចាស់អាជីវកម្មខាងជួសជុលរថយន្តហើយនឹងមានហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរប៉ុន្តែបើយើង compare ពី business នោះមក business មួយនេះគឺវាខុសគ្នាដាច់ស្រឡះចា business ផ្ទាល់ខ្លួនយើងពីដើមយើងត្រូវការអ្នកធ្វើការឲ្យយើងហើយយើងត្រូវការចំណាយច្រើនមែនទែន a lot of responsibility ប៉ុន្តែអាជីវកម្មមួយនេះពេលយើងធ្វើយើងអត់មានត្រូវការ employee ទេចាយើងនឹងតែម្ដង employee ទាំង owner ទាំង employee គឺខ្លួនយើងតែម្ដងចាហើយពេលដែលខ្ញុំចូលមកដំបូងគឺខ្លាចបំផុតហ្មងខ្លាចមុខកាមេរ៉ាហើយនឹង process online ព្រោះយើងអត់សូវយល់ពីបញ្ហាវិធីធ្វើការនៅតាម online អញ្ចឹងណាចាគឺខ្លាចប៉ុន្តែពេលដែលបានចូល Zoom ម្ដងពីរដងជួបបងប្អូនខ្មែរយើងច្រើនមកពីគ្រប់ប្រទេសអញ្ចឹងទៅធ្វើឲ្យខ្ញុំនឹងមាន more confidence មិនណា 100% ទេប៉ុន្តែ at least right now 75% to 80 ប៉ុន្តែអ្វីដែលនាំឲ្យខ្ញុំផ្ដោតនៅលើអាជីវកម្មមួយនេះគឺសប្បាយចិត្តខ្ញុំចូលចិត្តព្រោះជួបបងប្អូនខ្មែរយើងច្រើនហើយបាននិយាយជាមួយគ្នាអីច្រើនអញ្ចឹងណាបងប្អូនពីព្រោះកន្លែងខ្ញុំនៅនេះអត់សូវជាមានខ្មែរច្រើនទេចានឹងសំខាន់សម្រាប់ខ្ញុំគឺទី1នឹងគឺជួបបងប្អូនខ្មែរយើងទី2មុខរបរនេះយើងអាចធ្វើពីផ្ទះទៅហើយមិនបង្ខំចាធ្វើតាមស្រួលធម្មតាហើយទី3នោះគឺថាដូចបងប្អូនសុកលីណានិយាយមុនហ្នឹងអញ្ចឹងបើយើងត្រូវការជំនួយគឺថាបងប្អូនខ្មែរយើងអាចតាក់ទងទៅខាងណាក៏បានដែរមិនមែនតែខ្មែរយើងទេតាមពិត community នេះធំចាយើងអាចតាក់ទងបើយើង comfortable នឹងភាសាណាមួយយើងអាចទៅជាភាសាគេក៏បានភាសាយើងក៏បានប៉ុន្តែបងប្អូនខ្មែរយើងច្រើនចាហើយខ្ញុំចូលចិត្តខ្ញុំសប្បាយចិត្តit change my mindset ពីមុនចេះនឹកឃើញថាគេកុហកទៅដឹងអីចឹងណាដល់ពេលចូលខ្លួនឯងមិននឹកឃើញថាបានឃើញថាអូខេនេះជា business ពិតអញ្ចឹងyeah it's a real business you can actually earn money out of this business ចឹងណាចាមានប៉ុណ្ណឹងឯងអូនចាចុះបងវិសាលវិញបងចាអរគុណខ្ញុំប្រហែលគ្នាដែរហ្នឹងគឺពីមុនខ្ញុំធ្លាប់ធ្វើការពីកន្លែងកាលនោះកូននៅតិចតូចប៉ុន្តែខ្ញុំនឿយហត់ដែរធ្វើការពីកន្លែងអញ្ចឹងខ្ញុំតែងតែស្វែងរកអ្វីដែលជួយបន្ធូរកម្លាំងខ្ញុំហើយពេលដែលកូនខ្ញុំធំទៅខ្ញុំក៏សម្រេចចិត្តជ្រើសអ្វីកន្លងមកប៉ុន្តែខ្ញុំធ្លាប់ជ្រើសរើសខុសហើយមានការខាតបង់
ហើយខ្ញុំមានការភ័យខ្លាចមែនទែនឬសូអនឡាញប៉ុន្តែខ្ញុំក៏នៅតែព្យាយាមតាមដានមើលការផ្សព្វផ្សាយរបស់អ្នកដែលនាំខ្ញុំចូលមកហ្នឹងម្នាក់រហូតដល់ថ្ងៃមួយខ្ញុំធ្វើការសម្រេចចិត្តចូលរួមហើយខ្ញុំគិតថាតម្លៃប៉ុណ្ណឹងខ្ញុំទៅញ៉ាំរេស្តូរ៉ង់ម្ដងពីរដងវាអស់ហើយអញ្ចឹងខ្ញុំបន្ថយចាខ្ញុំបន្ថយខ្ញុំក៏ចូលរួមហើយខ្ញុំក៏សម្រេចចិត្តបន្តទៀតហើយក៏មកដល់ថ្ងៃនេះខ្ញុំបានរៀនច្រើនពីមុនមកខ្ញុំមាន Facebook មានអីចឹងដែរប៉ុន្តែខ្ញុំអត់ចូលចិត្តផុសខ្ញុំខ្មាស់គេខ្ញុំមិនចូលចិត្តសម្ដែងបង្ហាញអីប៉ុន្តែនៅពេលដែលខ្ញុំចូលរួមនៅក្នុងអាជីវកម្មនេះខ្ញុំដឹងថាវាជាការពិតប្រកបហើយខ្ញុំក៏បានធ្លាប់ចូលរួមប្រជុំបង្ហាញពីការយល់ដឹងអំពីអាជីវកម្មផ្សេងអាជីវកម្មយើងហ្នឹងជាមួយបណ្ដាខេត្តផ្សេងមាននៅក្នុងកាណាដាហ្នឹងគឺការជួបជុំគ្នាហើយគេបង្ហាញពីជោគជ័យនិងអ្វីដែលយើងអាចរៀនជួយគ្នាតទៅមុខទៀតដើម្បីឲ្យយើងបានជោគជ័យហើយក្រៅពីនោះក៏យើងមានមេរៀនដែលយើងអាចទោះបីជាខ្ញុំរវល់នៅធ្វើការងារប៉ុន្តែនៅពេលដែលខ្ញុំអត់ធ្វើការងារខ្ញុំអាចមើលមេរៀននឹងឡើងវិញហើយការមួយទៀតតាមប្រព័ន្ធ social media ហ្នឹងគឺបានបង្រៀនខ្ញុំឲ្យមានភាពក្លាហានហ៊ានផុសហើយរៀនដឹងថាអានេះជាការត្រឹមត្រូវដែលយើងផុសទៅហើយជួយបង្កើតដូចថាភាសាដែលខ្ញុំមករស់នៅស្រុកគេអញ្ចឹងជួនកាលយើងស្ដាប់ឮសូរតែភាសាអង់គ្លេសអីច្រើនអញ្ចឹងទៅហើយយើងខានសរសេរជាភាសាខ្មែរច្រើនវាទៅជាដូចជាភ្លេចភ្លាំងអញ្ចឹងទៅតាមរយៈអាជីវកម្មនេះជួយឲ្យខ្ញុំគឺចេះតែផុសចេះតែរៀនមានគំនិតអ្វីចង់និយាយអ្វីគឺចង់យកទៅសរសេរដាក់ដើម្បីឲ្យអ្នកដែលគាត់អានហ្នឹងគាត់ទទួលការយល់ដឹងដែរចាតាមអ្វីដែលយើងផុសហ្នឹងនេះជាការជំរុញទឹកចិត្តរបស់ខ្ញុំឲ្យខ្ញុំនៅតែធ្វើតទៅទៀតហើយសង្ឃឹមថាផលផ្លែនឹងទទួលបានជោគជ័យអរគុណច្រើនបងចោះបងសុដាលីនគឺគាត់តាមដានរយៈពេល3ឆ្នាំហ៎បងចាវ៉ាវចាខ្ញុំចំពោះអាជីវកម្មទីមួយនេះគឺខ្ញុំតាមដានយូរហើយតាំងពីឆ្នាំ2021ខ្ញុំមានមិត្តភ័ក្តិម្នាក់គេប្រមូលខ្ញុំណែនាំខ្ញុំដែរប៉ុន្តែដោយសារមានភាពភ័យខ្លាចហើយម្យ៉ាងទៀតខ្ញុំក៏មិនមែនថាអត់ធ្វើដែរតែខ្ញុំត្រូវការតាមដានមើលសិនថាតើអាជីវកម្មមួយនេះវាពិតប្រាកដឬក៏យ៉ាងណានៅពេលនោះខ្ញុំអត់បោះបង់ទេតែខ្ញុំនៅតែតាមដានចាតាមដានអាជីវកម្មមួយនេះខ្ញុំឃើញនៅមិនមែនត្រឹមតែមានជាជនជាតិខ្មែរយើងទេមានគ្រប់ជាតិគ្រប់សាសទាំងអស់ចាហើយវាច្រើនប្រទេសទៀតចាមានឡើងដល់26ប្រទេសអញ្ចឹងហើយចិនតាចាហើយមានច្រើនប្រទេសហើយមានជាពិសេសនៅក្នុងប្រទេសកាណាដាខ្ញុំនេះក៏មានច្រើនដែរដូចកៅគ្រីអីហ្វិតតែជនជាតិគេជនជាតិកាណាដាគេនិយមគេមានអាជីវកម្ម digital នេះដូចគ្នាខ្ញុំឃើញភាពជោគជ័យរបស់ពួកគាត់ហើយភាពជោគជ័យរបស់គាត់ហ្នឹងពួកគាត់មិនមែនគាត់ខ្លាយទេគឺជាការពិតប្រាកដរបស់គាត់ខ្ញុំឃើញភាពជោគជ័យហ្នឹងបានជាខ្ញុំនឹងសម្រេចចិត្តចូលរួមនៅក្នុងអាជីវកម្មមួយនេះចាហើយអាជីវកម្មមួយនេះបានបង្រៀនខ្ញុំច្រើនទី1ធ្វើឲ្យខ្ញុំជួយបង្រៀនខ្ញុំអំពី business ហើយបានបង្រៀនយើងវាមិនអាជីវកម្មមួយនេះមិនឲ្យយើងតែតោថាយើងឯកោណាចាវាធ្វើឲ្យយើងមានគ្នាច្រើនហើយម្យ៉ាងទៀតយើងមានយើងមានក្រុមសហគមន៍យើងមានគ្នាច្រើនដើម្បីជួយណែនាំយើងជួយបង្ហាញផ្លូវយើងត្រង់នេះហើយធ្វើឲ្យខ្ញុំមានកម្លាំងចិត្តហើយមានពេញចិត្តបំផុតចំពោះអាជីវកម្មមួយនេះចាត្រង់ហើយអ្វីដែលសំខាន់បំផុតគឺធ្វើឲ្យខ្ញុំទុកចិត្តត្រង់ថាអាជីវកម្មមួយនេះគេមានគេមិនមែនយកយើងមកបលែងចោលទេគឺគេជួយយើងបើយើងមានចម្ងល់ឬក៏យើងចង់ដឹងអ្វីមួយគេនៅបង្រៀនយើងពីព្រោះយើងមិនមែនចូលមកតាមចិត្តតែយើងចូលយើងចង់ធ្វើអីបានដូចចិត្តទេគឺគេមានបង្រៀនយើងទៅតាមវគ្គនីមួយចាវគ្គខុសគេវគ្គរបស់គេយើងចង់ពង្យល់យើងតាំងពីការចាប់ផ្ដើមរហូតដល់
ទទួលបានជោគជ័យចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេតែគ្រាន់តែអរគុណចំពោះបងប្អូនចិន្តាដែលបានជួយណែនាំខ្ញុំហើយអ្វីដែលសំខាន់គឺខ្ញុំបានស្គាល់បងអានអសរអត់ទាន់ឃើញចាចំពោះបងអ្វីដែលសំខាន់គឺខ្ញុំពេញចិត្តនឹងបានរីករាយបានជួបបងដែលជាម្ចាស់អាជីវកម្មជា coach ជា mentor អញ្ចឹងខ្ញុំមានសប្បាយចិត្តត្រង់ហ្នឹងថ្ងៃនេះនិយាយអីចាអរគុណច្រើនបងចាហើយមួយចាមានកំណត់ច្រើនចាមួយវិញទៀតចាសម្រាប់បងដែលគាត់កំពុងតែតាមដានមើលហើយមើលយូរហើយចាចង់ផ្លាស់ប្ដូរឆ្នាំ2026នេះឲ្យល្អប្រសើរអត់ចង់ឲ្យដូចឆ្នាំមុនទេអ្នកនរគ្នាអាចចាប់ផ្ដើមអាជីវកម្ម digital ហើយបើចង់បានកម្លាំងចិត្តកាន់តែច្បាស់ឲ្យស៊ីសាក់លេណាជួយ share ជួយជំរុញចាពួកគាត់ឲ្យគាត់មានកម្លាំងចិត្តក្នុងការ take action អរគុណស៊ីចិន្តាធម្មតាតាំងពីអ្នកដែលមិនដែលស្គាល់គ្នាមកពីប្រទេសផ្សេងគ្នាហើយឥឡូវជួបជុំគ្នាជាពិសេសហ្នឹងយើងមាន weekly zoom សម្រាប់តែខ្មែរទៀតអញ្ចឹងមិនថាសាសគេឬក៏សាសយើងទេយើងអាច join ហើយ learn ទៅតាម time zone ផងយើងទៅបើយើងអាច join បានអាហ្នឹងយើង join ទៅយើង learn ទៅយើង apply ទៅដូចបង Sodalin គាត់ចាំមើល3ឆ្នាំតែបើសិនជាយក3ឆ្នាំហ្នឹងយកមកធ្វើ business តាំងពីថ្ងៃដំបូងណាបងនឹងឡើងទៅដល់ដោយពួកយើងអញ្ចឹងចាំមិនថាការចាំការសង្កេតមើលវាមិនខុសអីទេគ្រាន់តែថាយើងគ្រាន់តែថាយើងជំរុញចិត្តយើងហ្នឹងណា make decision faster ព្រោះហេតុអីយើងមើលជុំវិញ community យើងមិនមែនគេលំឬក៏ business តូចទេគឺ business យើងគឺ global នៅប្រទេសណាក៏យើងអាចធ្វើបានដែរអញ្ចឹងមិនថាកុំឲ្យចាំយូរពេក take action start business set up business and អាហ្នឹងគឺយើងនឹងឃើញថានៅក្នុងហ្នឹងវាមានអ្វីល្អនៅក្នុង business community យើងណាអញ្ចឹងមិនថាគឺយើងអត់ចាំបាច់ទៅ chasing ទេគឺយើងដឹងថា business យើងល្អ business យើងនឹងផ្លាស់ប្ដូរជីវិតយើងឲ្យតែយើងមានការប្រឹងប្រែងខិតខំ follow step គេចានៅក្នុង course ហ្នឹងរៀនទៅតាម step by step អាហ្នឹងគឺយើង success ដូចគេដូចឯងអញ្ចឹងហើយយើងកុំឲ្យទៅ compare ថាអូម៉ាថាយើងចូលមកយើងចង់បាន result ភ្លាម it's not gonna work the same way ដូចយើងទៅធ្វើការគេអញ្ចឹងយើងទៅធ្វើការគេ training សិនមុននឹងគេដាក់ការងារឲ្យយើងធ្វើដូចគ្នា business ក៏ដូចគ្នាដែរយើង train ខ្លួនយើងសិនយើងរៀននៅកន្លឹះសំខាន់សិនដើម្បីយើង apply ទៅលើ business យើងអញ្ចឹង mission first commission after អញ្ចឹងការរលុយនឹងហូរចូលមកប៉ុន្តែយើងត្រូវរៀនកន្លឹះអ្វីរៀនពី expert leader នៅក្នុង community យើងហ្នឹង apply ទៅលើ business ខ្លួនឯង be patient អូខេត្រូវមានការខិតខំប្រឹងប្រែងហើយ patient ទៀតហើយកុំ compare ព្រោះមនុស្សម្នាក់ការធ្វើខុសៗគ្នាអញ្ចឹងប៉ុន្តែយើងមាន program ហ្នឹងគឺអ្នក success ទាំងអស់ហ្នឹងគឺគេប្រើដូចគ្នា program ដូចគ្នាតែសំខាន់គឺនៅលើស្ថិតនៅលើខ្លួនយើងទេបើយើង start business ហ្នឹងយើងខំប្រឹងទៅថាចង់បាន result ភ្លាមគឺអត់ទេដូចយើងទៅធ្វើការគេចឹងហើយបើសិនជា business take time business យើងចូលមកយើងរៀនយើង set up កន្លឹះសំខាន់ធ្វើម៉េចឲ្យយើង success ដូចគេដែរអាហ្នឹងយើងនឹង success ដូចគេចឹងមុននឹងក្រោយហើយលុយដឹងទៅហូរចូលហើយអញ្ចឹងមិនថាយើង set up strong foundation សិនដើម្បីយើងអាចរកប្រាក់ចំណូលបន្ថែមបានហើយ business នេះមួយមិនត្រឹមឲ្យឱកាសយើងរកប្រាក់ចំណូលបន្ថែមទេយើងមានសេរីភាពយើងមានគេថាការគិតផងយើងហ្នឹងគឺis like more like a stronger ហើយសុបាយជាងមុនហើយជួបអ្នកផ្សេងដូចបងអាសវឿនគាត់និយាយចឹងគាត់សុបាយចិត្តនឹងជួបខ្មែរនៅប្រទេសផ្សេងទៀតខ្ញុំថាយើងមិនតែតម្នាក់ឯងជួនកាលអ្នកខ្លះគាត់ចង់បាន community អញ្ចឹងគឺយើងមិនថា focus ទៅលើ business ទេ
គឺយើងជួយទាំងអស់ហ្នឹងទាំង mindset ទាំងអ្វីផ្សេងទៀតគឺយើងអាចយើង chit chat you know chit chat និយាយគ្នាលេងក៏បានដែរមិនថា all focus about the business ទេប៉ុន្តែគ្រាន់តែថា business ហ្នឹងគឺវាផ្លាស់ប្ដូរជីវិតបងប្អូនទូទាំងពិភពលោកហ្នឹងមិនថាយើងជាខ្មែរសាសដទៃទេគឺយើងចូលមកយើងសប្បាយជាងមុនយើងមានពេលវេលាជាងមុនយើងរៀននូ skill យើងមាន flexible ដើម្បីធ្វើ business ហ្នឹងហើយយើងចង់ទៅធ្វើអីទៀតក៏បានដែរយើងអត់ចាំបាច់ថា give up job យើងទេ the more the better you know more income better it's not just like oh start business នឹងហើយយើងត្រូវ give up job យើង no it's not how it work ចាំមកថាយើងធ្វើការឲ្យគេ full time ក្តីយើងមាន traditional business ក្តីក៏យើងអាចធ្វើ business នឹងបានអញ្ចឹងយើង build strong foundation ហើយទៅឧបមាថាការងារយើង cut down យើងមាន business យើងមាន income យើង on the back end អញ្ចឹងយើងអត់មានការព្រួយបារម្ភការភ័យខ្លាចថាអូគេនឹងlay off យើងឬក៏ធម្មតា traditional business គេមាន season ដូចខ្ញុំអញ្ចឹងជា nail salon គឺមាន season អញ្ចឹងខែត្រជាក់គឺ slow អញ្ចឹងបើសិនជាខែក្តៅគឺយើងរកបានដូចគ្នាមិនថា business online ឬក៏ traditional business គឺវាមាន season slow season យើងរកបានច្រើនតិចទៅតាមនឹងទៅគាត់ថា focus on learning focus on building your strong mindset ហើយអ្វីទៀតគឺទុកឲ្យ system គេរ៉ាំឲ្យយើង24ម៉ោងចាអាហ្នឹងហើយគឺជាភាពល្អនៃការធ្វើ business ហ្នឹងដោយមិនចាំបាច់ទៅ chasing friend family ទេគឺយើងអាចរៀនពីកលឹះសំខាន់ធ្វើរបៀបម៉េចយើង post នៅលើ social media ដើម្បីឲ្យគេតាក់ទាញគេឲ្យគេសួរព័ត៌មានអីចឹងទៅហើយយើងខំប្រឹង share បទពិសោធន៍យើងខំប្រឹង share lifestyle share ឱកាសដើម្បីឲ្យបងប្អូនផ្សេងទៀតតែគាត់ចង់មានពេលវេលាដូចពួកយើងអញ្ចឹងណាគាត់នឹងអាចមានពេលវេលាដូចពួកយើងអញ្ចឹងប៉ុន្តែគាត់ត្រូវ take action បើគាត់មិន take action គាត់នៅតែចាំមើលគឺគាត់អត់ដើរទៅមុខទេគាត់នៅនឹងអញ្ចឹងមកថាបើគាត់ចង់ផ្លាស់ប្ដូរជីវិតរបស់គាត់ឲ្យប្រសើរជាងមុន take action អញ្ចឹងមកថាការសម្រេចចិត្តផងយើងគឺសំខាន់ណាស់បើយើងគ្រាន់តែចាំមើលគាត់យើងអត់សម្រេចចិត្តយើងអត់លះបានន័យថាយើងអត់លះធ្វើដូចបងអញ្ចឹងអ្នកណាមិនខ្លាចអនឡាញមិនអញ្ចឹងតែយើងជំនះខ្លួនឯងថាអូគេធ្វើបានហើយហេតុអីក៏យើងមិនអាចធ្វើបានហើយរឿងអីយើងត្រូវភ័យខ្លាចបើគេធ្វើទូទាំងពិភពលោកមិនអញ្ចឹងហើយចាខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងចង់ add អីបន្ថែមទៀតអាហ្នឹងសូមអញ្ជើញបងចាអរគុណអូខេចឹងបងខ្ញុំលាទាំងអស់គ្នាសិនហើយខ្ញុំផៃលើផៃជា slow ឈើបងអរគុណច្រើនបងជួបគ្នាចាអរគុណ nice meeting you all ហ្នឹងហើយចា nice meeting you បងចាហ្នឹងហើយជម្រាបបាទអរគុណជម្រាបបងបាយបងចាអញ្ចឹងសម្រាប់ម៉ាក់ដូចគ្នានឹងលោកប៉ាដែលកំពុងតែចង់បានឱកាសថ្មីរកចំណូលស្របច្បាប់ហើយជាឱកាសឲ្យអ្នកនរគ្នាអាចបង្កើត legacy ដល់កូនទៀតចាចូលមកឆែកមើលនៅក្នុងអាជីវកម្មរបស់ពួកយើងនេះហើយកុំខ្លាចក្នុងការ message មកសួរពួកយើងដើម្បីបានព័ត៌មានបន្ថែមពួកយើងរីករាយជួយអ្នកនរគ្នាឲ្យចាប់ដើមអាជីវកម្មនេះហើយ change ជីវិតរបស់អ្នកនរគ្នាឲ្យបានប្រសើរដូចគ្នាចាហើយកុំភ័យអាជីវកម្មនេះគឺស្របច្បាប់មកដល់ថ្ងៃនេះគឺយើងមានដល់ទៅ 271.6k ចាអញ្ចឹង business worldwide ដែលធំបំផុតដែលអ្នកនរគ្នាកំពុងមើលនេះគឺបើកទ្វាររងចាំអ្នកនរគ្នាហើយសង្ឃឹមថាជួបគ្នានៅខាងក្នុងចាហើយអរគុណច្រើនស៊ីដូចគ្នានឹងបងនិងចាដែលបានចូលមកចាសំខាន់ណាស់សំខាន់ណាស់តែបានបងបាទតែបានបងអត់ទឹកលុយទេបងថែមបាន No គ្រាន់តែចង់និយាយថាជួនកាលបងប្អូនគិតថាចាស់ពេកមិនហ៊ានធ្វើអីចឹងណាគិតថាអាយុយើងច្រើនហើយមិនហ៊ានចូលក្នុងចំណោមហ្នឹងខ្ញុំប្រហែលជាចាស់ជាងគេនេះចាប៉ុន្តែខ្ញុំអត់មានបញ្ហាទេបងនិយាយអាយុគេដឹងទេចាទោះជាអាយុប៉ុណ្ណាក៏ដោយឲ្យតែយើងបើក open minded to learn new things you can start ដូចខ្ញុំអញ្ចឹងខ្ញុំអាយុច្រើនហើយតាមពិតចាខ្ញុំអាយុច្រើនហើយកូនបងគេ30ជាងកូនពៅគេ20ហើយចាហើយមានចៅ3ហើយបូកអាយុអាយុមិនសំខាន់បងអាយុមិនសំខាន់គឺ take action ចឹងបានចង់ប្រាប់ថាបើកុំគិតថាយើងចាស់ពេកមិនអាចធ្វើបានអីចឹងណាមិនអាចរៀនទៅមុខបាន
ចាខ្ញុំអាចធ្វើបានបងប្អូនក៏អាចធ្វើបានដែរហ្នឹងហើយចង់គាត់ចង់បន្ថែមប៉ុណ្ណឹងពីព្រោះហេតុអីបានខ្ញុំបន្ថែមពីព្រោះខ្ញុំមានអ្នកស្គាល់គ្នាគេយើង I'm too old for it អញ្ចឹងខ្ញុំចង់ជាក់ថាมันអត់មាន too old ទេចាអត់មាន too old ទេអាច start anytime ចានៅក្នុង មានប៉ុណ្ណឹងអីអូនចា គឺមិនប្រកាន់ background មិនប្រកាន់អាយុចាប់ពី18ឆ្នាំឡើងទៅគឺយើងអាចបង្កើតអាជីវកម្មស្របច្បាប់ហើយជាអាជីវកម្មផ្ទាល់ខ្លួនរបស់យើងអញ្ចឹងចាអ្វីក៏ដោយគឺអ្វីដែលសំខាន់បំផុតគឺ take action បើអ្នកនរគ្នាឃើញថាពួកយើងខ្មែរសាមញ្ញធម្មតាយើងអាចធ្វើបានអ្នកនរគ្នាក៏អាចធ្វើបានដូចគ្នាហើយរីកចោតមកពួកយើងដើម្បីទទួលបានឱកាសនេះដូចគ្នាចាហើយអរគុណច្រើនបងហើយជួបគ្នានៅការ live អាទិត្យក្រោយទៀតចាបាយបាយដល់គ្នាចាអូខេអរគុណច្រើនបាយបាយ ហើយគ្រប់គ្នាចាបងប្អូន ចា